និតមើលរូបថតនោះហើយគឺវាត្រូវបានគេបង្កើតឡើងទេណាលោកខ្ញុំខុសហើយសូមប្រោសឱកាសខ្ញុំម្ដងទៅលោកសូមបសូមប្រោសឱកាសខ្ញុំម្ដងលោកបង្ករឿងសូមការអភ័យទោសហើយចោះចំណាយជនរងគ្រោះវិញតើលោកគិតយ៉ាងម៉េចដែរជនល្មើសគឺត្រូវតែបង់ថ្លៃជនដែលបង្កគ្រោះថ្នាក់បន្ទាប់បន្សំដូចជាលោកនេះសន្តិសុខយកអ្នកគ្រប់គ្រងផ្សេងចេញនិងអ្នកបំពេញពាក្យសម្ដីផ្សេងទៀតបោះពួកគេចេញទៅក្រៅទៅលោកប្រធានលោកពួកយើងមិនបាននិយាយអីទេពួកយើងដឹងខុសហើយសូមកុំបញ្ឈប់ពួកយើងអីលោកប្រធានលោកខ្ញុំសូមវល់ទៅលោកប្រធានលោកមើលទៅថ្ងៃនេះសង្ហាខ្លាំងណាស់តើមានអ្វីដែលខ្ញុំមិនសង្ហាថ្ងៃនេះគឺលោកសង្ហាខ្លាំងតែម្ដងប្រធានលោកអរគុណហើយនាងជាបុគ្គលិកខ្ញុំវាជាកាតព្វកិច្ចរបស់ខ្ញុំដើម្បីការពារនាងតើនាងត្រូវការជំនួយរកអ្នកអុកលោកជាន់ក្រោមទេលោកប្រធានលោកបានជួយខ្ញុំគ្រប់គ្រាន់ហើយខ្ញុំចង់ដោះស្រាយដល់ខ្លួនឯងមិនអីទេធ្វើចុះគឺខ្ញុំនៅពីក្រោយគឺដើម្បីការពារនាងជានិច្ចសូមមើលសិនចោរឿងរបស់លីនយីមូណាឃើញទេហេសុំជើញមើលសិនចោជីហៅចិននាងបាត់បង់ភាពស្ងប់ស្ងាត់ហើយមែនទេឥឡូវនាងដឹងថាខ្ញុំមានលទ្ធភាពអ្វីខ្លះទេការពិតឯងចង់បានស្អីឲ្យលុយមកខ្ញុំខ្លះមកមិនដូច្នេះទេខ្ញុំនឹងបំផ្លាញគេឈ្មោះរបស់នាងហើយធ្វើឲ្យនាងមានសត្រូវនៅក្នុងក្រុមហ៊ុនយ៉ងជីងទៀតផងណាអញ្ចឹងមែនទេអូនាងកំពុងផ្ទេរលុយមែនទេបើនាងបានធ្វើរឿងមុននេះណាគ្មានលទ្ធផលបែបនេះទេឆាប់យល់រឿងមែនខ្ញុំគ្រាន់តែធ្វើឲ្យច្បាស់ដើម្បីថតសម្លេងរបស់យើងអបអសាទរផងណាលោកទទួលបន្ទុកមួយទៀតហើយគម្រាមដើម្បីប្រយោជន៍យីហាជីនលោកត្រូវបានសង្ស័យពីបទបង្ខូចគេឈ្មោះនិងចាច់ចម្រិតទារប្រាក់សូមលោកទៅជាមួយយើងទៅលីយិនមូនាងជាស្រីសាហាវណាស់លេងល្បែងស្មោកគ្រូជាមួយយើងនាងត្រូវចាំទុកណាលីយិនមូផ្ញើសម្ភារៈទាំងអស់ដែលលោកបានរកឃើញត្រូវធ្វើឲ្យច្បាស់ថាគាត់មិនចេញមកក្រៅទៀតទេបាទអ្នកម៉ាក់តើម៉ាក់កំពុងគិតស្អីទេកូនប្រុសកូនកុំនិយាយច្រើនពេកទុកឲ្យម៉ាក់គិតម្នាក់ឯងបានហើយកូនគិតថាគាត់ជាមនុស្សល្អនិងសង្ហានិងមានសិលធម៌ហើយគាត់ជាមនុស្សមានស្នេហាច្បាស់ទៅគាត់មិនសូវមានស្នេហាទេខ្ញុំជាប្តីរបស់លិនជាមូជាឪពុកក្មេងនេះគំនិតរបស់គាត់គឺអស្ចារ្យណាស់គឺគាត់ការពារបុគ្គលិករបស់គាត់មិនឲ្យបាត់ផលប្រយោជន៍នោះឡើយខ្ញុំឲ្យលោកទទួលបន្ទុកផ្នែកធនធានមនុស្សដើម្បីឲ្យលោកនេះមើលថែបុគ្គលិកគាត់គឺជាមនុស្សដែលស្រឡាញ់ខ្លួនឯងជាការពិតណាគាត់គឺមានសិទ្ធិធ្វើអ្វីគ្រប់យ៉ាងគេគឺជាអ្នកមានណាហើយក៏ជាប្រុសសង្ហាដែរអ្នកម៉ាក់ភ្លាមមិនក៏អ្នកម៉ាក់ការពារគាត់បែបនេះអញ្ចឹងអត់ទេអ្នកម៉ាក់អាចបញ្ជាក់បានអ្នកម៉ាក់ប្រហែលជាអស់កម្លាំងហើយខួរក្បាលម៉ាក់មិនទាន់ច្បាស់ម៉ាក់ទៅគេងសិនហើយម៉ាក់ទៅហើយណាវាមិនងាយស្រួលទេលោកប៉ាប្រធានគឺបកាយមែនទីបំផុតគាត់ធ្វើឲ្យដំណើរការច្រើនហើយមិនកនាងឈរនៅទីនោះចូលមកទ្វារចរាចរណ៍ពេញហើយខ្ញុំនឹងទៅមួយទៀតតើវាពេញហ៎ម៉ាហ៎សួស្ដីខ្ញុំភ្លេចឯកសារហើយវាពិបាកណាស់ដើម្បីចាំតាក់ស៊ីពេលប្រញាប់នោះចូលមកខ្ញុំជូនទៅសរសើរចាំខ្ញុំផងនាងមិនជីទេអ្នកនាងលីនបានធ្វើពុតជាមិនដឹងឥឡូវខ្ញុំមានចៅប្រុសចៅស្រីហើយលោកយាយអើយចឹងមិនក៏កូនឈើនៅទីនេះទៅតាមកូនប្រសាមកម៉ាកូនមានអារម្មណ៍ថាលិនឈីមូកំពុងតែរត់គេចពីកូនហើយចឹងប្រហែលជាកូនបានធ្វើខុសចំពោះនាងហើយម៉ាកូនសុំស្បត់
កូនមិនបានធ្វើឲ្យនាងអន់ចិត្តទេ អញ្ចឹងមិនក៏នាងរត់គេចពីកូនប្រាប់ម៉ាក់មកតើមានរឿងអីឲ្យប្រកាសទៅ ម៉ាបើបែបនេះកូននឹងយកម្នាក់ទៀតហើយ សាចាំខ្ញុំផង កូនគិតថាចម្លែកណាស់នាងស្អប់កូនហើយក ូននឹងងងមកពេញចិត្តកូនមាននាងក្នុងបេះដូងហើយ បើនាងពេញចិត្តហើយមិនក៏ត្រូវរត់គេចពីកូនបើសិនជានាងពេញចិត្តមិនក៏រត់គេចពីកូនអញ្ចឹង សាក់គិតទៅមើលតើនាងធ្លាប់រត់គេចពីកូនពីមុនទី មិនដែលទេការប៉ិនរាក់ទាក់ចំពោះកូនពីមុននាងមិនបានរត់គេចពីកូនទេ ការពិតគឺពេលនេះកូនមិនខុសប្លែកពីបរិបផ្សេងទេតែកូនមាននាងនៅក្នុងចិត្តហើយដូច្នេះនាងចាប់ផ្ដើមនៅឆ្ងាយពីកូនឲ្យខ្លួនឯងនាងនឹងងងខ្លៅណាស់ ពិតមែនហ៎ មែនហើយគឺពិតណាស់ឈប់សិនក្រៅពីការខ្មាស់អៀនមានរឿងមួយទៀតគឺមកប្រហែលជាខ្លាចមានអារម្មណ៍ចំពោះកូន ខ្លាចហ៎ មែនហើយមនុស្សខ្លះឆ្លងកាត់ការបាត់ពិសោធន៍ទំនាក់ទំនងក្នុងអតីតកាលបង្កើតជាដុំដំណើរក្នុងចិត្តពួកគេចាប់ផ្ដើមខ្លាចស្នេហាពួកគេមានកំណត់រុញមនុស្សទៅឲ្យឆ្ងាយ អញ្ចឹងត្រូវធ្វើយ៉ាងម៉េចទៅ ក្នុងស្ថានភាពនេះកូនមិនអាចបញ្ញត្តិទេត្រូវកែតម្រូវចំពោះរឿងមួយកូនត្រូវតែបង្វែររឿងមកវិញកូនត្រូវតែបង្វែររឿងមកវិញចង់បានអ្នកម៉ាក់ចង់បានទាំង4អ្នករួមគ្នាចង់មកខ្លាចឈឺចាប់ទេ លោកប្រធានលោកមានរឿងហើយឈិញចំទីពេលហើយថាម៉េចឈិញចាំមិនទៅហើយឈិញមានប្រតិកម្មជាមួយនឹងហានាងផុតពីគ្រោះថ្នាក់ហើយអរគុណហើយប្រតិកម្មអាហារក្នុងផ្ទះយ៉ាងម៉េចហ្នឹងតើក្នុងផ្ទះមានប្រតិកម្មអាហារយ៉ាងម៉េចហ្នឹងលោកប្រធានលោកខ្ញុំសុំទោសខ្ញុំមិនដឹងថានាងបានញ៉ាំអ្វីទេអញ្ចឹងនាងញ៉ាំអ្វីក្នុងផ្ទះ លោកប៉ា ណែចេញកូនប្រតិកម្មតែយ៉ាងម៉េចទៅហើយយ៉ាងម៉េចដែរ ចង់មិនឈឺទេលោកប៉ាសុំកុំបន្ទោលោកពូមេផ្ទះអីកូនបានញ៉ាំវាស្ងាត់មិនពាក់ព័ន្ធជាមួយនឹងគាត់ទេ ល្អណាស់ប៉ានឹងស្ដាប់តាមឆឹងនិយាយតើសម្រាប់ចនអរគុណលោកប្រធានអរគុណនាងតូច ឈិញមិនអីមែនទេ អ្នកម៉ាក់ឆឹងប៉ាជាឈឺណាស់ ឈឺត្រង់ណាម៉ាក់នឹងអង្អែលឲ្យកូនសេយាយកូននៅទីនេះជាមួយឈិញចា បាទអ្នកម៉ាក់ មកខាងក្រៅជាមួយខ្ញុំ នាងមានបំណងញ៉ាំវាមែនទេសេយ៉ាកុំឈួតឯងខ្ញុំគ្មានបំណងធ្វើបាបឯងទេណាខ្ញុំអត់ឈួតទេខ្ញុំគ្រាន់តែគិតថានាងប្រថុយនឹងគ្រោះថ្នាក់ធំអាចថាអស់ជីវិតក៏ថាបានដែរ លោកប្រធានលោកនេះជាវិធីដែលលោកមើលក្មេងឯងកុំថារវល់នឹងកិច្ចការងារអីនេះគឺជាការធ្វើប្រហែសរបស់លោកណា ខ្ញុំគ្មានលេសអីទេអាចជាការប៉ិនដែលខ្ញុំអត់យកចិត្តទុកដាក់នឹងឈិញសុំទោស ខ្ញុំអត់ខ្លាចទេខ្ញុំគ្រាន់តែចង់បានប៉ានិងម៉ាក់នៅជាមួយគ្នាខ្ញុំចង់រស់នៅជាមួយម៉ាក់ហើយនឹងសេយ៉ាយខ្ញុំមិនចង់រងចាំទៀតទេខ្ញុំពិតជាចង់ប្រាប់មិត្តខ្ញុំឥឡូវនេះថាខ្ញុំក៏មានម៉ាក់ផងដែរសេអា សុំទោសខ្ញុំក៏មានអារម្មណ៍ផងដែរឈិញក៏ជាកូនស្រីរបស់លោកដែរ ទេនាងមិនចាំបាច់សុំទោសឡើយគិតតែពីការមើលថែឈិញទៅចោះពិតជាធ្វើឲ្យខ្ញុំសប្បាយចិត្តលេងឈីមូខ្ញុំនឹងថានេះមិនអាចជាពេលវេលាត្រឹមត្រូវទេ កុំអី ខ្ញុំត្រូវតែនិយាយនាងនឹងថាឈិញស្រឡាញ់នឹងពឹងពាក់ទៅលើនាងប៉ុណ្ណាដែរទេខ្ញុំជឿថានាងអាចយល់បានហើយនាងខ្វល់ពីឈឹងប៉ុណ្ណាខ្ញុំបានយល់ច្បាស់ផងដែរខ្ញុំសុំទោសណាហេតុអីយើងមិនអាចចិញ្ចឹមគេជាមួយគ្នា ខ្ញុំនឹងរកពេលដើម្បីពិនិត្យមើលនាង នោះអ្វីដែលខ្ញុំថាទេអ្វីដែលខ្ញុំថានោះរៀបការជាមួយនឹងខ្ញុំទៅសូមយើងរស់នៅជាមួយគ្នាហើយចិញ្ចឹមក្មេងទាំងពីរជាមួយគ្នាណាលេងជីមូមើលមកខ្ញុំមកតើបានដែរទេបងចង់រៀបការនឹងអូនមិនគ្រាន់តែព្រោះតែឈិញក៏ព្រោះតែបងចង់បានស៊ីយ៉ាវមកជាកូនប្រុសរបស់បងតើល្អដែរទេ
តានាងមិនចង់ដឹងទេហ៎បរិសុទ្ធដែលដេកជាមួយនាងរយៈពេល29ថ្ងៃដោយអ្វីទៅ វាគ្រាន់ជាកិច្ចការមួយព្រមព្រៀងខ្ញុំបានឲ្យកូនមួយទៅលោកក៏បានឲ្យប្រាក់មកខ្ញុំដែរខ្ញុំមានកិត្តិយសដែលលោកពេញចិត្តខ្ញុំប្រធានលោកតែខ្ញុំសុំទោសខ្ញុំមិនពេញចិត្តជាមួយលោកទេ អូខ្ញុំមិនជឿថានាងមានអារម្មណ៍ចំពោះខ្ញុំទេ ខ្ញុំសុំទោសខ្ញុំបានត្រឹមតែកត់សរសើរ